នេះជា iPhone XR ចាស់បើខ្ញុំលេងខ្ញុំបានយកទៅដូរសំបកហើយនេះជាសំបករបស់វាណាបន្ទាប់ពីខ្ញុំដូរហើយនេះជាលទ្ធផលដែលខ្ញុំទទួលបានជា iPhone XR ឡើងទៅកាន់ iPhone 17 Pro បើយើងមើលពីក្រោយគឺវាដូចគ្នាច្រើនមែនទែនទៅនឹង iPhone 17 Pro ណាប៉ុន្តែបើយើងបែរវាមកខាងមុខវិញប្រកាសជាធ្វើយើងដឹងថានេះជា iPhone XR ឡើងទៅកាន់17 Pro ទេដោយសារតែគេមានក្រង់របស់វា crash បើយើងធៀបជាមួយនឹងប្រភេទ iPhone 17 Pro ណាព្រោះ XR នេះអេក្រង់របស់វាជាប្រភេទអេក្រង់ LCD ទេអញ្ចឹង game visual វាគឺក្រាស់ខ្លាំងមែនទែនហើយបន្ទាប់ពីខ្ញុំដូរហើយខ្ញុំអាចចែករំលែកបទពិសោធន៍របស់ខ្ញុំបានតែទៅប៊ូតុងអីផ្សេងមិនថាតឡើងសលេងបន្ថយសលេងប៊ូតុង switch ប៊ូតុងអីហ្នឹងគឺគេបានធ្វើបានស្អាតហើយចំណុចមួយដែលខ្ញុំបានតេស្តដែរទៅលើ flashlight នេះក៏វាភ្លឺធម្មតាដែរហើយ flashlight នេះគឺគេរុញមកចំហៀងវិញណាអញ្ចឹងធម្មតា iPhone នេះiPhone XR នេះ flash វានៅទីនេះមែនទេនៅក្រៅកាមេរ៉ាប៉ុន្តែបន្ទាប់ពីឡើងហើយក៏គេអាចរុញ flash ហ្នឹងមកចំហៀងបានអេមខ្លាំងមែនទែនហើយចំណុចមួយដែលខ្ញុំចាប់អារម្មណ៍គឺគេដាក់កាមេរ៉ា3អញ្ចឹងកាមេរ៉ាដើមរបស់វាបើយើងគិតទៅបើទោះបីយើងដំឡើងហើយក៏កាមេរ៉ាមួយហ្នឹងក៏វាដើរដំណើរការតែមួយដដែលដែរហើយអាពីរគ្រាប់ទៀតក៏គេដាក់ដើម្បីឲ្យយើងមើលទៅដូចតែនឹង iPhone 17 Pro តែប៉ុណ្្នឹងទេអញ្ចឹងអាពីរគ្រាប់ទៀតវានៅតែអត់ដំណើរការអញ្ចឹងខ្ញុំបានធ្វើការតេស្តទៅលើ iPhone XR និយាយទៅ iPhone XR ការប្រើប្រាស់កម្មវិធីតឡើងកម្មវិធីផ្សេងវានៅតែដំណើរការបានប្រសើរច្រើនគ្រប់កម្មវិធីនៅតែដំណើរការក៏ថាចំណុចវិជ្ជមានមួយរបស់ iPhone XR ហ្នឹងគឺយើងអាចឡើងទៅកាន់ version 26បានទេគឺវាកាំងត្រឹម iOS 18ហ្នឹងឯងខ្ញុំបានធីវាជាមួយនឹង iPhone 17 Pro Max របស់ខ្ញុំដែរអញ្ចឹងបើយើងមើល device ទាំងពីរហ្នឹងអាចនិយាយបានថាចំណុចដែលខ្ញុំចាប់អារម្មណ៍មួយគឺតាក់ទងនឹងកន្លែងកាមេរ៉ាកន្លែងទម្រង់កាមេរ៉ាហ្នឹងណានៅលើ XR ដែលតម្លើងសម្បកហ្នឹងគឺវាធ្វើមកបែបដូចជាជ័រ plastic វាមិនដូចទៅនឹង17 Pro Max ដែលពីនាយរបស់វាទេពីនាយរបស់វាគឺដោយសារតែតួនេះគេប្រើប្រាស់ aluminium ទាំងតួនឹងតែម្ដងអញ្ចឹងនៅពេលយើងឡើងសម្បកនេះអាពីក្រោយនេះគឺភាគច្រើនគឺជ័រសុទ្ធតែម្ដងអញ្ចឹងខ្ញុំគិតថាបើយើងប្រើប្រាស់រយៈពេលយូរវាអាចធ្វើឲ្យទូរស័ព្ទរបស់យើងឆ្កូតឬក៏ប៉ះទង្គិចអីក៏វាងាយក្នុងការបកឲ្យដែរហើយខ្ញុំឃើញកន្លែងហ្គេមតង់នេះក៏វាមានដូចជាកាវដែលគេបិទពីលើដែរបើសួរថាយើងគួរតែឡើងសម្បកទៅកាន់ iPhone 17 Pro អត់និយាយទៅតកតងនឹងការដំឡើងសម្បកហ្នឹងចំណុចមួយដែលខ្ញុំណែនាំគ្នាយើងគឺឡើងកន្លែងជាងដែលយើងទុកចិត្តបានព្រោះដោយសារតែនៅពេលគាត់ឡើងទៅគាត់ត្រូវរើម៉ាស៊ីនពីនៅលើសម្បកចាស់ហ្នឹងមិនដាក់នៅលើសម្បកថ្មីតែម្ដងអញ្ចឹងការដែលខ្លះបើគាត់ធ្វើប្រហែលគាត់ដាក់ទៅមិនបានគ្រប់ជ្រុងជ្រោយឬក៏មិនត្រឹមត្រូវទេវាអាចឲ្យមុខងារមួយចំនួនវាអត់ដំណើរការឬក៏ពេលខ្លះទៅយើងប្រើទៅវាទៅជាឆ្លងអីមួយអញ្ចឹងណាតែសម្បកនេះខ្ញុំបានឲ្យជាងដែលខ្ញុំទុកចិត្តគាត់បានធ្វើការផ្លាស់ប្ដូរឃើញថាមុខងារអីផ្សេងវានៅតែដំណើរការល្អហើយបើសូម្បីតែការចុចអីទូទៅក៏វាធម្មតាដែរខ្ញុំបានធ្វើការតេស្តមួយរយៈអីចឹងវានៅតែដំណើរការរលូនដូចទៅនឹង XR ដែលខ្ញុំអត់ទាន់ដូរសម្បកអញ្ចឹងហើយអរគុណច្រើននេះជាការចែករំលែកខ្លីមួយតើតើការដូរសម្បកហើយភ្លេចប្រាប់តម្លៃវាដូចជាខ្ទង់ចិត្ត30រៀលជាង30 40អាស្រ័យទៅលើកន្លែងណាប៉ុន្តែនេះខ្ញុំដូរអ្នកស្គាល់គាត់យកខ្ញុំត្រឹមតែ30រៀលអីទេហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត